ស្នេហាគឺជាអ្វីតើហេតុអ្វីគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លាមបែបនេះតើអ្នកធ្លាប់លួចស្រឡាញ់មិត្តរួមថ្នាក់របស់អ្នកដែរទេពាក្យថាស្នេហាគឺវាមានន័យរាប់ម៉ឺនសែនលានដែលមិនអាចបកស្រាយបានតែប្រសិនបើយើងបានឈានចូលក្នុងរង្វង់ជីវិតស្នេហាហើយប្រៀបបានដូចជាយកពងមាន់ទៅជុលនឹងថ្មយ៉ាងចឹងហើយចាប់ផ្ដើមស្គាល់ពាក្យថាឈឺចាប់ស្គាល់រសជាតិទឹកភ្នែកការដែលលួចស្រឡាញ់គេវាគ្មានអីខុសនោះទេវាគ្រាន់តែជាអារម្មណ៍ស្នេហាមួយដែលចាក់ដោតនៅក្នុងក្រៅបេះដូងលួចស្រឡាញ់គេវាមិនមែនជាការចំណាយប្រាក់អីនោះទេតែយើងត្រូវចំណាយចិត្តនិងកាយរបស់យើងតែឧបសគ្គវាមានច្រើនពេកក្រៃមិនមែនមានតែយើងម្នាក់នោះទេដែលតាមលួចស្រឡាញ់គេនៅមានមនុស្សរាប់រយនាក់ទៀតភាពឈឺចាប់បំផុតនៅពេលដែលមនុស្សដែលយើងកំពុងលួចស្រឡាញ់ស្និទ្ធស្នាលជាមួយនឹងអ្នកដទៃអារម្មណ៍ខ្លោចផ្សាមិនហ៊ាននិយាយក្នុងចិត្តប្រច័ណ្ឌស្ទើរតែទូទៅហើយតែខ្ញុំសួរខ្លួនឯងថាតើត្រូវជាអ្វីនឹងគេហេតុអ្វីប្រច័ណ្ឌនឹងគេបែបនេះតើអារម្មណ៍ដែលលួចស្រឡាញ់គេវាឈឺចាប់បែបនេះមែនទេចិត្តចង់ចូលទៅជួយជូតទឹកភ្នែកតែជើងរបស់ខ្ញុំហាក់បីដូចជាមានអ្វីម្យ៉ាងមករារាំងស្ទើរតែដើរមិនរួចរហូតដល់គេមកលួងលោមអ្នកវិញខ្ញុំប្រែជាអស់ឱកាសបាត់ទៅហើយសល់តែអារម្មណ៍សោកស្ដាយខឹងខ្លួនឯងហេតុអ្វីម្នាក់នោះមិនមែនជាខ្ញុំទៅវិញទីបំផុតខ្ញុំនៅតែអត់លិតជានិរន្តរ៍为何從頭又是這樣好，又這樣錯，深宵裏我哭泣正待清早。當天我與你真的心愛。